សួស្តីបងប្អូនខ្ញុំប្រាប់ពីរបៀបលុប Facebook ចាំបងប្អូនចូលមកកាន់ Facebook បងប្អូនបងប្អូនចូលកន្លែង tre 3មកបងប្អូន scroll ការកំណត់មកហើយបងប្អូនឃើញពាក្យចូលកន្លែងបញ្ជាក់បន្តគណនីហ្នឹងមកហើយបងប្អូន scroll មកក្រោមរកពាក្យកន្លែងគ្រប់គ្រងគណនីចូលហ្នឹងហើយបងប្អូនចុចកន្លែងគ្រប់គ្រងហើយកន្លែងនេះជាមានការបិទដំណើរការឬការលុប Facebook ជាអចិន្ត្រៃយ៍ឬក៏ម្ដងអសន្នបងប្អូនចូលឡើងនេះទី2គឺលុបគណនីជាអចិន្ត្រៃយ៍សម្រាប់ Facebook នេះខ្ញុំអត់ប្រើខ្ញុំចឹងខ្ញុំលុបជាអចិន្ត្រៃយ៍ហ្មងបងប្អូនចុចពាក្យបន្តហើយយើងប្រាប់ពីមូលហេតុគេយើងអត់មួយចឹងបងប្អូនជ្រើសរើសមួយណាក៏បានសម្រាប់ខ្ញុំយកពាក្យខាងក្រោមខ្ញុំចុចពាក្យបន្តខ្ញុំចូលពាក្យបន្តទៀតអូខេយកពាក្យបន្តទៀតហើយយើងវាយពាក្យលេខសម្ងាត់មកចុចពាក្យបន្តទៀតបញ្ជាក់ការលុបគណនីជាអចិន្ត្រៃយ៍នេះហេតុនឹងកំណត់ពេលឲ្យលុបគណនីរបស់អ្នកជាអចិន្ត្រៃយ៍ពេលអ្នកកំណត់ពេលលុបគណនីរបស់អ្នករួចអ្នកមានពេល30ថ្ងៃដើម្បីបោះបង់ការលុបចឹងមានន័យថាបងប្អូនត្រូវការយកវិញគឺបងប្អូនវាយទៅលេខសំនេះនឹងលេខកូដ Facebook ណាមុនរយៈពេល30ថ្ងៃទៅពេលក្រោយរយៈពេល30ថ្ងៃហើយគឺបងប្អូនប្រើលេខកើតទេចឹងខ្ញុំអត់ប្រើជួបប្រើ